ធានាថានឹងចូលក្រុមហ៊ុន BYD សងកញ្ចក់ឡានខ្ញុំមិនមែនទៅក្រាស់ធម្មតាបើទៅក្រាស់ធម្មតាគឺដាច់ខាតពួកខ្ញុំអត់យកគុំទិញបានមួយខែដល់ពេលអញ្ចឹងក៏វានៅតែការធានារបស់វាដែរហើយបើសិនជាខ្ញុំទៅធ្វើឡៃសេងក៏កើតដែរនិយាយទៅគឺភ្ញៀវហើយពេលដែលយើងមកនឹងគឺមានបញ្ហាអីទេគាត់មិនមែនវាយឯអាចនឹងគាត់ដើរទៅគាត់បោះដបចោលដល់ពេលបោះដបចោលទៅក៏ចាំមកឡានយើងគាត់ដើរតាមផ្លូវមកទេគាត់ដើរមកហើយគាត់កាន់ដបស្រាបងឃើញទេហើយចាក់ស្ដែងឡៃឡានខ្ញុំនេះអត់មានដបទេហ្នឹងហើយគាត់ដើរទៅផុតហើយបានគាត់កវត្តនេះបងមើលកវត្តមកនេះដបហើយគាត់ដើរមកគាត់ដូចជាគាត់បានដើរមកមើលវិញទេថាបែកកញ្ចក់ឡានអត់ប៉ុន្តែសន្តិសុខគឺគាត់បានដើរមកមើលគាត់ឆែកកញ្ចក់ឡានហ្នឹងគឺឃើញឡានហ្នឹងមានបញ្ហាហើយប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីពេលដែលគាត់ដឹងភ្លាមគាត់អត់មកប្រាប់ម្ចាស់សម័យខ្លួនបងយល់អត់ហើយរឿងបញ្ហាក្នុងពី10ជាង2 10ជាងរហូតដល់ប៉ុណ្ណេះរហូតដល់ម៉ោង3ជាងម៉ោង3:30កន្លះបានពួកខ្ញុំចឹងមកពួកខ្ញុំនិយាយខ្ញុំអត់មានត្រូវការសំណងជាលុយជាអីទេខ្ញុំត្រូវការតែដូរកញ្ចក់ឡានខ្ញុំថ្មីឲ្យដូចដើមហើយទៅក្រុមហ៊ុនមិនទៅក្រាស់ខ្ញុំនៅតែបញ្ជាក់ដដែលព្រោះដោយសារអីពួកខ្ញុំមិនមែនទាមទារលុយណាត្រូវអត់ខ្ញុំទាមទាររបស់ទ្រព្យខ្ញុំមកវិញទេខ្ញុំមិនទាមទារលុយទេក្រុមនឹងជម្រាបសួរប្រិមិត្ត SBL News ជាទីគោរពនៅវេលាម៉ោង4នៅថ្ងៃទី23ខែមីនាឆ្នាំ2026ខ្ញុំបាទឌីឌីនិងបងសុផាណាកំពុងមានវត្តមាននៅក្នុងបរិវេណបឹងកក់ដែលស្ថិតនៅក្នុងផាប់មួយកន្លែងឲ្យមុននេះបន្តិចមានញៀវចូលផឹកស៊ីនៅទីតាំងកន្លែងផាប់មួយកន្លែងក៏បានដើរចេញដៃកាន់នឹងដបក៏បានទៅវែងដបស្រាទៅប៉ះជាមួយនឹងរថយន្ត BYD របស់ភ្ញៀវផ្សេងទៀតដែលកំពុងតែចូលហុកជប់នៅទីតាំងកន្លែងផាប់ខ្ញុំដោះស្រាយមិនតែតទៅស្អែកដោះស្រាយឲ្យយើងថាមិនអីមិនហើយមុនដំបូងគាត់ថាមិនអាចសំណងបាន 100% ទេតែឥឡូវគាត់ថាបាន 100% គាត់ធានាគាត់ធានាថានឹងចូលក្រុមហ៊ុន BYD សងកញ្ចក់ឡានខ្ញុំមិនមែនទៅក្រាស់ធម្មតាបើទៅក្រាស់ធម្មតាគឺដាច់ខាតពួកខ្ញុំអត់យកគុំទិញបានមួយខែដល់ពេលអញ្ចឹងក៏វានៅតែការធានារបស់វាដែរហើយបើសិនជាខ្ញុំទៅធ្វើឡៃសេងក៏កើតដែរបានទេបើពួកខ្ញុំហ៊ានធ្វើកន្លែងផ្សេងគឺពួកខ្ញុំដាច់ធានាហ្មងហើយធានាមិនមែនធានាតិចទេណាធានាច្រើនទៀតអញ្ចឹងពួកខ្ញុំធ្វើកន្លែងផ្សេងអត់បានទេបងប្រុសជាអ្នកតំណាងទេបងគាត់ជាអ្នកតំណាងចិត្តអ្នកណាអ្នកវាយវិញនិយាយទៅគឺភ្ញៀវហើយពេលដែលយើងមកនឹងគឺមានបញ្ហាអីទេគាត់មិនមែនវាយឯអាចនឹងគាត់ដើរទៅគាត់បោះដបចោលដល់ពេលបោះដបចោលទៅក៏ចាំមកឡានយើងគាត់ដើរទៅគាត់ដើរតាមផ្លូវមកទេអ្នកបោះដបទៅតែបាត់ហើយដល់បងដើរមកអញ្ចឹងគាត់ដើរមកហើយគាត់កាន់ដបស្រាបងឃើញទេហើយចាក់ស្ដែងឡៃឡានខ្ញុំនេះអត់មានដបទេគាត់ដើរទៅផុតហើយបានគាត់កវត្តបងមើលកវត្តមកនេះដបហើយគាត់ដើរមកគាត់ដូចជាគាត់បានដើរមកមើលវិញទេថាបែកកញ្ចក់ឡានអត់ប៉ុន្តែសន្តិសុខគឺគាត់បានដើរមកមើលគាត់ឆែកកញ្ចក់ឡានហ្នឹងគឺឃើញឡានហ្នឹងមានបញ្ហាហើយប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីពេលដែលគាត់ដឹងភ្លាមគាត់អត់មកប្រាប់ម្ចាស់សម័យខ្លួនបងយល់អត់ហើយរឿងបញ្ហាក្នុងពី10ជាង2 10ជាងរហូតដល់ប៉ុណ្ណេះរហូតដល់ម៉ោង3ជាងម៉ោង3:30កន្លះបានពួកខ្ញុំចឹងមកបងប្រុសសុំសុកភ្លាមឃើញអត់មានមកប្រាប់ខាងចាឡានខាងបុគ្គលិកទាំងអស់យើងមិនដឹងថាគាត់ទទួលខុសត្រូវការងារបានល្អឬអត់ទេរឿងនៅកន្លែងហ្នឹងទេប៉ុន្តែឥឡូវយើងបានដឹងរឿងហ្នឹងហើយអញ្ចឹងទំនួលខុសត្រូវគឺយើងនឹងធានាបាទយើងនឹងធានាឲ្យទាំងអស់ហើយក៏ខ្ញុំសន្យាថាប៉ុន្តែគាត់ថាខ្ញុំអត់ចង់និយាយមាត់ទល់នឹងមាត់ចឹងទេខ្ញុំចង់ឲ្យគាត់លាយលាក់អក្សរឲ្យខ្ញុំមកហើយស្អែកម៉ោង8ខ្ញុំសុំជួបគាត់ម្ដងទៀតខាងម្ចាស់ហាងធានាសមកឲ្យ 100% មកហ្នឹងហើយទៅក្រុមហ៊ុនរបស់ VID ចាទៅធ្វើនៅក្រុមហ៊ុនពួកខ្ញុំនិយាយខ្ញុំអត់មានត្រូវការសំណងជាលុយជាអីទេខ្ញុំត្រូវការតែដូរកញ្ចក់ឡានខ្ញុំថ្មីឲ្យដូចដើមហើយទៅក្រុមហ៊ុនមិនទៅក្រាស់ខ្ញុំនៅតែបញ្ជាក់ដដែលចឹងចាំយកក្តារមកបងនេះទៅសេខ្ញុំអត់ខំខ្ញុំមួយម្ចាស់ហាងទៀតទៅឲ្យបានដែរព្រោះយើងបងយកទេគាត់និយាយមកយើងដល់ពេលអញ្ចឹងយើងក៏ទុកពេលឲ្យគាត់ដែរយើងមិនមែនថាយើងត្រូវតែបង្ខំថាធ្វើបែបដូរមកស្មានដែរក៏មានអធិការដែរហើយក៏សុំសួរដែរនៅការដំណោះស្រាយត្បូងនេសាជាបុគ្គលិកថ្នាក់ក្រោមខ្ញុំសុំសួរគាត់បងបញ្ជាក់បងច្បាស់ជាមុខងារបើនៅក្នុងហាងហ្នឹងគឺម្ចាស់ហាងណាបងនិយាយទៅខ្ញុំអាចកាត់បានទាំងអស់បងហ្នឹងហើយខ្ញុំចង់បានដល់ដល់ពេលស្អែកឡើងថាអេខ្ញុំអត់ដឹងផងចេញផងហ្នឹងហើយព្រោះករណីខ្ញុំធ្លាប់មានហើយខ្ញុំធ្លាប់ធ្វើមានហើយនៅទីណាជារឿងរបស់ទីណាប៉ុន្តែបើនៅទីនេះវិញគឺបងតំណាងឲ្យចាឲ្យតែមានដំណោះស្រាយត្រឹមត្រូវខ្ញុំធ្វើកណ្ដាស់ហើយថតមុខខាងហើយបើសិនជាខាងអត់ទទួលខុសត្រូវសម្បីតែ$1ព្រោះដោយសារអីពួកខ្ញុំមិនមែនទាមទារលុយណាខ្ញុំទាមទាររបស់ទ្រព្យខ្ញុំមកវិញទេខ្ញុំមិនទាមទារលុយទេបើសិនជាថាបើពួកយើងទាមទារលុយយើងកិច្ចកត់ខុសរឿងចង់បានលុយសិនតែមកខាងបងតែនេះអត់ទេបងប្រុសដែលជាតំណាងនៃម្ចាស់ហាងលោកកំពុងតែធ្វើការលាយលាក់អក្សរដូចជាកិច្ចសន្យាទៅលើការជួសជុលរថយន្តរបស់បងស្រីខាងលើឯងនឹងជួសជុលសមគាត់ទេបងបាទយើងនឹងជួសជុលស្អែកជូនគាត់ហើយបងជាតំណាងនឹងហាងហ្នឹងបាទបងជួសជុលឲ្យគាត់ថ្មីដូចដើមណាបងណានិយាយទៅហាងកញ្ចក់ឡានទាំងអស់ហ្នឹងគឺយើងត្រូវតែមើលថាកញ្ចក់មួយខាងមុខហ្នឹងយើងគឺដកទាំងអស់យើងជួសជុលទាំងអស់បងចំពោះតើបងមានចំណាត់ការយ៉ាងណាដែរអញ្ចឹងបងដោយសារតែភ្ញៀវក៏ដើរទៅគាត់មានបំណងទេគាត់បោះឲ្យផុតឡានទេតែវាមិនផុតឡានទៅក៏បាទប្រវែងមកទៅមនុស្សសវណ្ណទៅវាអ្វីក៏ដោយឲ្យតែកាត់ឡើងចំពោះភ្ញៀវដែលមកញ៉ាំអីនៅ Regency ចាស់ហាងទទួលខុសត្រូវឡានដែលមកចតនៅកន្លែងយើងភ្ញៀវដែលមកញ៉ាំកន្លែងយើងគាត់ត្រូវការសុខភាពអញ្ចឹងយើងនឹងទទួលខុសត្រូវបញ្ហានេះគឺយើងអត់មានកិច្ចវេទនាទេគឺយើងទទួលខុសត្រូវ 100% បាទប្រិមត្តនេះតាមការជែករបស់បងប្រុសដែលជាតំណាងម្ចាស់ហាងគឺគាត់មានទំនួលខុសត្រូវចំពោះឡានខាងលើរបស់បងស្រីដែលជាប្រភេទរថយន្ត BYD ប្រិមត្តគាត់គឺមានទំនួលខុសត្រូវអរគុណដល់បងខាងម្ចាស់ហាងដែរដែលមានទំនួលខុសត្រូវចំពោះការចតរថយន្តក៏ដូចជាភ្ញៀវដែលបានចូលហូបចុកនៅទីតាំងកន្លែងគាត់ផងដែរបាទរថយន្ត BYD របស់បងស្រីនេះគឺថ្មីស្រឡាងមកបាទប្រិមត្តទិញបានតែមួយខែទេណាយើងចូលផឹកស៊ីនៅកន្លែងក្លឹបមួយកន្លែងនៅទីតាំងបឹងកក់ដែលមានឈ្មោះថា JC ក៏បានដើរមកតាមផ្លូវហ្នឹងប្រិមត្តក៏កាន់ដបស្រារួចហើយក៏វែងដបស្រាហ្នឹងក៏ចំនឹងរថយន្ត BYD មួយគ្រឿងដែលជារថយន្តរបស់បងស្រីខាងលើបណ្ដាលឲ្យបែកកញ្ចក់ហើយរថយន្ត BYD នេះក៏គាត់បាន
ឈប់នៅកន្លែងជាប់ចំណតរថយន្តក៏ចូលញ៉ាំអីឥឡូវnhiềuដែលបោះដបត្រូវរថយន្ត BYD ហ្នឹងក៏បានចាក់ចេញពីទីតាំងកន្លែងកាត់ហេតុផងដែរនេះជាដបស្រាខាងលើបាទប្រិមិត្តនេះដបស្រា ABC វិញមកនេះម៉ាំងនេះចំរថយន្ត BYD របស់បងស្រីតែទិញបានមួយខែបែកកញ្ចក់ហើយបាទឥឡូវនេះបងប្រុសខាងតំណាងម្ចាស់ហាងខាងលើក៏បានមកទីតាំងកន្លែងកាត់ហេតុដើម្បីធ្វើការសម្រួលជាមួយនឹងបងម្ចាស់ឡាននេះផងដែរដោយគាត់ធានាថាគាត់នឹងជួសជុលរថយន្តខាងលើហ្នឹងនៅព្រឹកស្អែកនេះគឺជាចំណុចដែលបែកកញ្ចក់ត្រូវនឹងដប ABC បាទប្រិមិត្តយើងបែកខ្ទេចទីអស់ហើយរថយន្តរបស់គាត់ថ្មីចាយដែរអរគុណប្រិមិត្តនៅខំចំណាយពេលតាមដានទស្សនាគណៈពេលនេះខ្ញុំបាទឌីនិងបងសុផាណាបើសិនជាការថ្មីលើលោកខ្វះខាតត្រង់ចំណុចណាំសំរុំសូមខន្តីបេតុងអរគុណសូមគោរពលា